បាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយដល់យើងបាទមានការងារធ្វើទៀតហើយបាទមិនដឹងដឹកស្អីមកទៀតបងប្អូនបាទតណាតណៃទេហេឡូបាទឥឡូវដឹកអីគេហើយដឹកអង្គហើយដឹកសូវអាចមន់ដាក់សេអីចុះមកខ្ញុំដឹកចុះមិនដាក់អាចគោដាក់អាចមន់វិញអូយសេនៅណាវិញហ៎អូសេនៅមុខមកមើលសុំពលុតគោយន្តតិចមើលបាទសុំធាបន្តិចបាទឥឡូវហ្នឹងដល់ខែធ្វើស្រែមែនតើណាហ្នឹងហើយគេជួអស់សងខាងអស់ហើយនេះនៅតាច្រែខ្ញុំហ្នឹងខ្ញុំវិញខ្ញុំស្មានថាដឹកអង្គដល់លក់ដឹកអាចមន់នៅពឹងខាងអង្គុយលើអាចមន់ជុំអូអង្គុយអានេះអាចមន់ស្ងួតឬអាចមន់សើមអាចមន់ស្ងួតតែវាឲ្យក្លិនដែរហ្នឹងអូហ្នឹងឥឡូវគេជួជុំវិញហ្នឹងអូបើខ្លាចគេជួអស់ចឹងដឹកយកមកដាក់ស្រែសិនហ្នឹងហើយចឹងមានផ្លូវឯណាចូលអាណាងាយរែកអូអាហ្នឹងមិនចូលដាក់មកបាវចឹងហ្មងដូចតរេនឬក៏មិនច្រែ30អាដាក់30បាវចឹងអូបើន័យថាមួយអាមួយបាវចាចឹងចុះបើយើងកុំដាក់អាចមន់នោះវាមិនស្អុយខ្លាំងឲ្យខ្លាចស្រូវស្អុយស្រូវស្អុយវាដាក់អាចមន់ស្រូវល្អហ្នឹងអូអាហ្នឹងយើងដាក់ចឹងយើងប្រើជីគីមីទៀតអត់ទេអត់ប្រើតែហ្នឹងសុទ្ធហ្មងហ្នឹងអាចគោអាចមន់អត់មានប្រើគីមីស្រូវអង្គខ្ញុំទុកហូបខ្លួនឯងខ្ញុំមានលក់ណាអូហ្នឹងហើយដាក់តែអាចមន់ហ្នឹងអាចមន់មានស្អីគេអាហ្នឹងទិញគេឬក៏អាចមន់ខ្លួនឯងអាចមន់ទិញគេហ្នឹងអូទិញគេយកមកដាក់អាចមកខ្លួនឯងវាតិចតួចចឹងទិញបាទខ្ញុំឃើញស្រុកគេខ្លះគេអត់មានឃើញដាក់ចឹងហងហើយលេងចូលចាក់យ៉ាដាក់ចឹងហ្មងខ្ញុំដាក់មកខ្ញុំតាំងពីខ្ញុំចេះធ្វើស្រែមកខ្ញុំដាក់រហូតណាអាហ្នឹងស្ងួតទេស្ងួតខ្លួនឯងបានខ្លះខ្លួនទិញហើយដឹកមួយជើងបានប្រហែលបាវដែរមួយជើង30បាវហ្នឹងអូមួយជើង30បាវហើយមួយថ្ងៃដឹកបានប្រហែលជើងហើយ2ជើងបាន2ជើងណាហើយមើលតកង់រៀនឡូវអីបាទតកង់សំណាប់សំនួនដល់បងប្អូនអើយណែហើយមិនចិត្តទេណាបងប្អូននោះផ្ទះគាត់នោះឯណោដីប្រហែល5 6គីឡូពីនេះហើយមកបងប្អូនគាត់បើយើងអត់ដឹកច្រែយើងវានៅជ្រៅជាងគេយើងដាក់ហើយអូអាហ្នឹងដាក់ហើយជួលលុបឬក៏មិនដាក់ហើយយើងរាយជួលលុបថែមវិញព្រោះយកមកយើងរាយហើយហ្នឹងចោរាយហើយជួលលុបទៅចាហើយបានយើងព្រោះទៅប្រែមកវិញយើងព្រោះអូឆ្លាតហើយមកឲ្យបាច់ចាំបាច់ដល់ព្រោះក្រោយទេខ្ញុំឃើញគេដាក់ដែរប៉ុន្តែដល់ពេលស្រូវរៀងធំមានទឹកបានគេអូសអាជីហ្នឹងទៅបាច់ពីលើខ្ញុំអត់មានពេលធ្វើចឹងទេវាធានាជាងអាដាក់មុនទៀតចឹងបានអានេះមុននឹងគេហៅថាភ្ជួរវាមួយសាចឹងយើងភ្ជួរលុបចោលចឹងហ៎ហ្នឹងហើយជួលលុបចោលដល់យើងប្រែមកប្រែដល់ពេលយើងព្រោះស្រូវទៅពេលវាស្រូវដុះមកអាជីហ្នឹងវាលាយល្អហ្មងអូហើយឥឡូវទៅដល់ផែម្លងប្រហែលស្រែទៀតបានដល់ស្រែចាក់យ៉ាម្លងស្រែហ្នឹងមួយនេះស្រែខ្ញុំនេះអូវាចឹងទៅទៀតចាក់បាយបាយប៉ណ្ណឹងចាបងប្អូន